បងប្អូនអរគ្នាដែលឃើញគេដាក់ link នៅលើ channel YouTube របស់គេហើយបងប្អូនអរគ្នាចង់ដាក់ link ដូចគេនៅក្នុងវីដេអូរបស់ខ្ញុំនេះថ្ងៃនេះខ្ញុំចែករំលែកពីរចំណុចទី1របៀបនៅក្នុងការដាក់ link ដើម្បីឲ្យ fan របស់យើងគាត់អាចចូលពី YouTube ទៅកាន់ platform ផ្សេងទៀតរបស់យើងដូចជា page របស់យើងដូចជា profile Facebook profile របស់យើងដូចជា Telegram របស់យើងដូចជា TikTok របស់យើងដូចជា Twitter X របស់យើងបានដោយងាយស្រួលហើយមួយទៀតខ្ញុំនឹងពន្យល់បងប្អូនទាំងអស់គ្នាថាម៉ោងដែលនៅខាងក្រៅដែលបងប្អូនឃើញថាម៉ោងនៅខាងក្រៅនៅក្នុងផ្ទាំងខាងក្រៅនៅក្នុង YT Studio ឬក៏នៅក្នុង YouTube Studio ហ្នឹងឃើញច្រើនប៉ុន្តែនៅក្នុង earning នៅក្នុងសញ្ញាដុល្លារនោះបែរជាឃើញតិចទៅវិញតែអាពីរហ្នឹងវាខុសគ្នាមិនខ្ញុំនឹងបញ្យល់បងប្អូនទាំងអស់គ្នាកន្លែងហ្នឹងហើយខ្ញុំនឹងទៅបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុង computer តែម្ដងមុននឹងចាប់ផ្ដើមខ្ញុំចង់ជំរុញក៏ដូចជាបង្ហាញនៅទឹកចិត្តខ្លះដល់បងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវដឹងថា YouTube អត់មានផ្លូវកាត់ទេ YouTube គឺជាដំណើរមួយដែលចាប់ពី0ទៅហើយបងប្អូនទាំងអស់គ្នាឃើញ channel ធំឬក៏ជីវិតរស់នៅធំអាជីវកម្មធំក្រុមហ៊ុនធំគឺចាប់ផ្ដើមពីក្រុមហ៊ុនទូចទៅដូចគ្នាទាំងអស់នៅក្នុង YouTube ចាប់ផ្ដើមពី0 subscriber ឡើងទៅ0 view ឡើងទៅនេះទើបជាដំណើរដ៏វែងឆ្ងាយអូខេសម្រាប់បងប្អូនថ្មីដែលអត់ទាន់បាន subscribe channel របស់ខ្ញុំបងប្អូនអាច subscribe channel របស់ខ្ញុំ follow page របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីពីខ្ញុំបងប្អូនដែលត្រូវការ computer អីអាចតាក់ទងមកខ្ញុំបានគ្រប់ពេលខ្ញុំអាចជួបពីគ្រោះជាមួយបងប្អូនកុំឲ្យខាតពេលតោះខ្ញុំទៅបង្ហាញបងប្អូនទាំងអស់គ្នាពីរចំណុចសំខាន់ទី1ដាក់ link និងទី2ខ្ញុំពន្យល់បងប្អូនទាំងអស់គ្នាភាពខុសគ្នារវាង watch time ឬក៏យើងហៅថារវាងចំនួនម៉ោងនៅក្នុង channel របស់បងប្អូនទាំងអស់គ្នាពីខាងក្រៅទៅដល់ខាងក្នុងបាទអញ្ចឹងដំបូងខ្ញុំសូមពន្យល់បងប្អូនទាំងអស់គ្នានៅលើ computer របស់ខ្ញុំតែម្ដងតាក់ទងទៅនឹង watch time អូខេបងប្អូនទាំងអស់គ្នាចូលទៅក្នុងទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ទូរស័ព្ទបងប្អូនណាដែលប្រើប្រាស់ computer អាចចូលទៅក្នុង computer របស់បងប្អូនទាំងអស់គ្នាខ្ញុំមានជារូបភាពទេអញ្ចឹងខ្ញុំសូមពន្យល់ជារូបភាពសិនបាទនៅក្នុងរូបនេះខ្ញុំសូមលើកពីរូបនេះមួយបាទរូបនេះមួយយកមកពន្យល់ជូនបងប្អូនទាំងអស់គ្នាប្រហែលជាអាចថារូបនេះបើសិនជាយើងមើលទៅអ្នកទាំងអស់គ្នានឹងយល់ថារូបនេះគឺនៅក្នុងសញ្ញាដុល្លារនេះរកប្រាក់នេះពេលបងប្អូនចូលមករកប្រាក់ចំនួនម៉ោងមានតែ2ឯងតើបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមពន្យល់បងប្អូនទាំងអស់គ្នាបន្តិចដើម្បីអាចរកចំណូលពី YouTube បានលុះត្រាតែបងប្អូនទាំងអស់គ្នាមាន1000 subscriber និងបងប្អូនទាំងអស់គ្នាត្រូវមាន4000ម៉ោងឬ3 MVU សំទោស10 MVU នៅក្នុងរយៈពេល3ខែ10 MVU ក្នុងរយៈពេល3ខែ4000ម៉ោងក្នុងរយៈពេល12ខែអញ្ចឹងលក្ខខណ្ឌនេះតាមពិតមានតែ2ទេគឺ1000 subscriber បូកនឹង4000ម៉ោងឬក៏10លាន view កន្លែងហ្នឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយអាពីរនេះឬបានន័យថាមួយណាពេញមុនគឺរកលុយបានភ្លាមពេលដែលរកលុយបានបើសិនលក្ខខណ្ឌ4000ម៉ោងគ្រប់មុនស្នើបើករកលុយទាំងវីដេអូវែងទាំងវីដេអូ short មក channel របស់យើងគឺអាចរកលុយបានទាំងអស់គ្រប់វីដេអូបាទអញ្ចឹងខ្ញុំត្រឡប់មកការពន្យល់របស់ខ្ញុំភាពខុសគ្នាបន្តិចវិញបងប្អូនទៅមើលម៉ោងនៅខាងក្រៅវិញម៉ោងនេះគឺជាម៉ោងខាងក្រៅខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់បន្តិចណាកន្លែងនេះបងប្អូនទាំងអស់គ្នាមើលម៉ោងនៅខាងក្រៅគឺ962ម៉ោងមើលពីខាងក្រៅទៅបើកមកយើងចូលមកកន្លែងវិភាគឬក៏យើងចូលមកផ្ទាំងគ្រប់គ្រងនេះយើងនឹងឃើញចំនួនម៉ោងខាងក្រៅចំនួនម៉ោងខាងក្រៅនេះគឺចំនួនម៉ោងគិតអំពី28ថ្ងៃចុងក្រោយចាប់ពីថ្ងៃនេះចុះទៅ
28ថ្ងៃចុងក្រោយរំកិលប៉ុន្តែម៉ោងមួយនេះម៉ោងដែលនៅខាងក្នុងសញ្ញាដុល្លារនេះគឺជាម៉ោងដែលគិតត្រឹមថ្ងៃទី24បានន័យថាបើសិនជាថ្ងៃនេះថ្ងៃទី29ឬក៏ថ្ងៃទី30ថ្ងៃនេះថ្ងៃទី30ថ្ងៃទី24បានន័យថាចាប់ពីថ្ងៃទី25រហូតដល់ថ្ងៃទី30អត់ទាន់បូកឲ្យទេអត់ទាន់គិតឲ្យទេអញ្ចឹងកន្លែងហ្នឹងឯងដែលបងប្អូនទាំងអស់គ្នាឆ្ងល់ថាហេតុអីបានឃើញម៉ោងកន្លែងនេះមានតែ2ម៉ោងត្រូវហើយពីព្រោះចាប់ពីថ្ងៃ26មកគាត់រកបាន view ខ្លាំងអញ្ចឹងហើយដែលធ្វើឲ្យ28ថ្ងៃចុងក្រោយហ្នឹងគេបូកឲ្យប៉ុន្តែម៉ោងនៅក្នុងនេះគឺជាម៉ោងដែលគិតត្រឹមថ្ងៃ24ចុះក្រោម12ខែហ្នឹងគឺ24ចុះទៅក្រោម5ថ្ងៃចុងក្រោយអត់ទាន់បូកឲ្យទេបានន័យថាម៉ោងដែលទូទាត់ហើយគិតដកបូកគុណចែក view ណាដែលមិនល្អ view ណាដែលល្អគឺត្រូវទុកត្រូវបូកអីគឺគេបូកនៅកន្លែងហ្នឹងបាទចំណែកអាខាងក្រៅនេះគឺជាម៉ោងសរុបរួមអត់គិតថា view មកពីណាអ្នកឯងមើលខ្លួនឯងទេគឺគិតសរុបតែម្ដងប៉ុន្តែអាខាងក្នុងគឺដកបូកគុណចែកហើយអញ្ចឹងសង្ឃឹមថាកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចយល់ហើយបាទតោះអញ្ចឹងយើងទៅចំណុចទី2ដែលខ្ញុំនឹងបង្ហាញបងប្អូនអរគ្នារបៀបដាក់ link បងប្អូនអរគ្នាដែលឃើញគេ channel របស់គេឬក៏ខ្ញុំឧទាហរណ៍ channel របស់ខ្ញុំកន្លែងនេះអ្នកនរនេះចុចមកនឹងឃើញមាននេះ link នេះ YouTube channel Facebook TikTok Telegram Facebook ផ្ទាល់ខ្លួននិង Facebook page computer របស់ខ្ញុំអញ្ចឹងបងប្អូនអរគ្នាអ្នកខ្លះគាត់ចូលមក channel របស់យើងគាត់មើលឡើងកន្លែងហ្នឹងគាត់ចុចទៅគឺចូលទៅក្នុង Facebook computer តែម្ដងឧទាហរណ៍ចុចកន្លែងនេះគាត់នឹងបើកមក tab Facebook computer របស់ខ្ញុំតែម្ដងអញ្ចឹងទំនាក់ទំនងកាន់តែងាយស្រួលតែរបៀបដាក់យ៉ាងម៉េចទៅខ្ញុំនឹងទៅបង្ហាញបងប្អូនអរគ្នាតែម្ដងតោះបងប្អូនអរគ្នាគ្រាន់តែចូលមកក្នុង channel របស់បងប្អូនអរគ្នាមកអ្នកនរគ្នាចុចទៅលើពាក្យ customize channel ពេលនោះអ្នកនរគ្នានឹងចូលទៅដល់ក្នុង YouTube Studio ចូលទៅដល់កន្លែង customize តែម្ដងបងប្អូនទាំងអស់គ្នា scroll មកខាងក្រោមបាទ scroll មកខាងក្រោមកន្លែងនេះគេនឹងដាក់ថា add link មិញដោយសារខ្ញុំមានខ្លះហើយបងប្អូនទាំងអស់គ្នាតែខ្ញុំអត់ទាន់មានខ្ញុំដូចជាអត់ទាន់មានខ្ញុំមើលសិនខ្ញុំអត់ទាន់មាន X ទេ Twitter អញ្ចឹងខ្ញុំចង់ដាក់ Twitter ចូលកន្លែងហ្នឹងខ្ញុំចូលមក customize channel ខ្ញុំមិញនេះខ្ញុំចូលទៅក្នុង computer របស់ខ្ញុំ copy URL link Twitter account របស់ខ្ញុំយកមកខ្ញុំ add link ថែមអញ្ចឹងដើម្បី add ថែមបានខ្ញុំចូលទៅក្នុង tab Twitter ខ្ញុំ log in ទៅកាន់ Twitter account របស់ខ្ញុំ copy URL link ខាងលើនេះ copy បាទខ្ញុំ copy ហើយខ្ញុំយកមកកន្លែង customize វិញខ្ញុំចុច add link កន្លែងនេះខ្ញុំដាក់ថា X កន្លែងនេះខ្ញុំ control V ឬក៏ខ្ញុំ right click ហើយខ្ញុំយកពាក្យថា pass បាទអញ្ចឹងកន្លែងហ្នឹងពេលដែលខ្ញុំ pass ហើយកន្លែងនេះខ្ញុំ public ចុច public ផាច់ទៅអ្នកនរគ្នាអាចរងចាំបន្តិចអ្នកនរគ្នាចុចទៅលើ view channel កន្លែងនេះអ្នកនរគ្នាចុចមកអ្នកនរគ្នា scroll មកក្រោមអ្នកនរគ្នានឹងឃើញបណ្ដាញសង្គម X របស់ខ្ញុំត្រូវបាន add បន្ថែមដូច្នេះតាមពិតมันមានអីពិបាកទេបងប្អូនអរគ្នាចុះអ្នកនរគ្នាឆ្ងល់ថាចុះខ្ញុំចង់ដាក់លើអញ្ចេះបាទអ្នកនរគ្នាចូលមក customize មកអ្នកនរគ្នាដាក់មក copy paste ឧទាហរណ៍អ្នកនរគ្នាចង់ដាក់អីគេ TikTok របស់អ្នកនរគ្នាចូលទៅ TikTok ទៅហើយ copy អា URL link ខាងលើនេះយកមកដាក់មកដូច X មិនអញ្ចឹងដែលខ្ញុំឧទាហរណ៍បាន X ជូនបងប្អូនអរគ្នាសង្ឃឹមថាឧទាហរណ៍របស់ខ្ញុំមួយនេះបងប្អូនអរគ្នាអាចយកវាទៅបំបែកហើយ add បន្ថែមសម្រាប់ខ្លួនឯងបានបាទវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែកជូនបងប្អូនអរគ្នាមានកលឹះល្អខ្ញុំនឹងចែកជូនបងប្អូនអរគ្នាបន្តទៀត
ខ្ញុំនឹងអាប់ដេតរាល់វីដេអូរបស់ខ្ញុំទាំងអស់ជូនបងប្អូនអរគ្នាដោយឥតគិតថ្លៃហើយខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំទាំងអស់មានប្រយោជន៍សម្រាប់បងប្អូនអរគ្នាចាប់ផ្ដើមមាន channel YouTube មួយរកចំណូលពីវាបូករួមជាមួយអាជីវកម្មរបស់យើងអ្នកនរគ្នានឹងទទួលបានចំណូលឥតដែនកំណត់អរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីៗបន្តទៀតជំរាបលា